ខាងជើងនឹងបញ្ជូនទ័ពរាប់ពាន់នាក់ទៅរុស្ស៊ីដោយអះអាងថាពួកគេនឹងជួយកសាងតំបន់ Kursk ឡើងវិញប្រទេសកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ីដោយអះអាងថាពួកគេនឹងជួយកសាងឡើងវិញនៅតំបន់ Kursk ដែលរងការខូចខាតក្នុងជម្លោះជាមួយអ៊ុយក្រែនទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍មកថាលោកសឺង៉ៃស៊ូគូលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានបង្ហាញថាកូរ៉េខាងជើងនឹងបញ្ជូនទាហានរាប់ពាន់នាក់ដើម្បីជួយរុស្ស៊ីកសាងឡើងវិញនៅតំបន់ Kursk ដែលរងការខូចខាតក្នុងសង្គ្រាមរវាងពួកគេនិងអ៊ុយក្រែនលោកស៊ូគូបានបំពេញទស្សនកិច្ចនៅទីក្រុងព្យូយ៉ាងនិងបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនកាលពីថ្ងៃអង្គារលោកបាននិយាយថានៅទីក្រុងព្យុងយ៉ាងនឹងបញ្ជូនកងទ័ពបន្ថែមទៀតដើម្បីគាំទ្រដល់ការសាងសង់នេះដោយមានកងទ័ពសរុបចំនួន 5000 នាក់និងអាជ្ញាធរកម្ចាត់មីនចំនួន 1000 នាក់ទៅកាន់ប្រទេសរុស្ស៊ីលោកឆុយគូបាននិយាយថានេះគឺជាជំនួយមិត្តភាពពីប្រទេសកូរ៉េខាងជើងនិងមេដឹកនាំគីមចុងអ៊ុនដល់ប្រទេសយើងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏បាននិយាយផងដែរថាលោកគីមនិងលោកឆុយគូក៏បានពិភាក្សាអំពីផែនការរយៈពេលវែងផ្សេងទៀតផងដែរប្រទេសជិតខាងរបស់កូរ៉េខាងជើងកូរ៉េខាងត្បូងនិងជប៉ុនបានថ្កោលទោសភ្លាមៗចំពោះផែនការនេះទីក្រុងសេអ៊ូលបាននិយាយថាផែនការនេះបានរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងចំពេលមានការព្រួយបារម្ភអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយន់ហាប់របស់កូរ៉េខាងត្បូងថាការប្រើប្រាស់របស់រុស្ស៊ីលើកម្មករនិងទាហានកូរ៉េខាងជើងដើម្បីគ្រប់គ្រងសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនគឺមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានបន្ថែមថាទីក្រុងព្យុងយ៉ាងពឹងផ្អែកខ្លាំងលើរុស្ស៊ីក្នុងការផ្តល់មូលនិធិដែលខ្លួនត្រូវការជាថ្នូរនឹងកម្មករនិងទាហាន